ព្រះអង្គទ្រង់ទទួលកឋិននេះគឺជាពពុទ្ធពុទ្ធបរិស័ទនិងមហាបរិស័ទទាំងអស់ថ្វាយកឋិនជីវរដល់ព្រះអង្គនៅក្នុងទីអាវាសវត្តទួលពរាជាលោកណាហើយក្នុងវេលាឆ្នាំ2007នេះ2007យើងនឹងធ្វើកឋិនជីវរថ្វាយចំពោះព្រះកបញ្ញូពុទ្ធ 5000 អង្គគឺយើងធ្វើ 5000 ត្រៃក្នុងវេលាឆ្នាំ2007នេះលោកណាសូមអនុមោទនាធម្មអាចារ្យទ្រង់ធានវុធីទ្រង់និមន្តជុំវិញផែនដីមានទេវតា4អង្គទ្រជើងកោញាតិញោមជាពុទ្ធបរិស័ទនិងមហាបរិស័ទទាំងអស់ការនិមន្តជុំវិញផែនដីនេះគឺប្រមាលមើលសុខទុក្ខពពួកនៃពុទ្ធបរិស័ទមហាបរិស័ទគ្រប់ពេលវេលាទាំងអស់នៅក្នុងមួយថ្ងៃគឺតែងតែយកនៅវិបត្តិទុកដាក់ដល់កូនចៅហើយយកវិញ្ញាណទី7និមន្តជុំវិញផែនដីនេះអស់រយៈពេល3ជុំណាលោកណាសូមអនុមោទនាធម្មអាចារ្យធានវុធីទ្រង់ស្រង់ទឹកអមរិតនៅឋានព្រះច័ន្ទអស់លោកអ្នកជាពុទ្ធបរិស័ទនិងមហាបរិស័ទទាំងអស់ការបុគ្គលណាពពួកនៃសពរោះណាដែលប្រាថ្នាចង់បានត្រាស់ជាព្រះសម្មាសម្ពុទ្ធគឺពពួកអន្ធាទេរាជបានអារាធនាទៅត្រង់ទឹកអមរិតនេះកាលណាបើសិនជាមានបុណ្យទឹកអមរិតនេះคล้ายទៅជាទឹកអមរិតហើយត្រជាក់ត្រជុំជាទីបំផុតដែលមានពណ៌សម្បុរ7ប្រការបើសិនជាអ្នកអត់បុណ្យមិនអាចទៅដល់ឋានព្រះច័ន្ទមិនអាចស្រង់ទឹកនេះបានឡើយណាលោកណាអញ្ចឹងនេះកំពុងតែស្រង់ទឹកអមរិតនៅឋានព្រះច័ន្ទសូមអនុមោទនាព្រះគ្រូធម្មអាចារ្យធានវុធីទ្រង់ប្រសោតចិត្តទេវតាញាតិញោមជាពុទ្ធបរិស័ទមហាបរិស័ទទាំងអស់លោកតាចង់ដឹងថាពពួកទេវតាដែលថែរក្សាព្រៃភ្នំទាំងអស់ថាតើថែរក្សាសត្វថែរក្សាព្រៃភ្នំទាំងអស់តែអត់ទៅលោកតាកាឡាខ្លួនធ្វើជាមានលុកបាញ់ពពួកនៃសត្វតែពេលនោះពពួកនៃទេវតាបានជួយសត្វអមរិកនេះបានរស់រានមានជីវិតទាំងអស់ទើបលោកតាកាឡាខ្លួនធ្វើជាលោកតាវិញធម្មតាទើបដឹងថាទេវតាទាំងអស់មានចិត្តស្លសប្បុរសចំពោះសត្វបរិករពិតប្រាកដមែនលោកណាសូមអនុមោទនាធម្មអាចារ្យធានវុធីទ្រង់ដោះប្រស្នាពពួកទេវតា9អង្គអស់លោកអ្នកជាពុទ្ធបរិស័ទមហាបរិស័ទទាំងឡាយពេលនោះលោកតាបាននិមន្តទៅក្នុងលើទីអវកាសមួយដែលពពួកទេវតាបាននិមិត្តថ្វាយទៅដល់ទីអវកាសទ្រង់សួរប្រាថ្នា9ប្រការថាបើមាន1គ្មានទេ2មាន2គ្មានទេ3មាន3គ្មានទេ4មាន4គ្មានទេ5មាន5គ្មានទេ6មាន6គ្មានទេ7មាន7គ្មានទេ8មាន8គ្មានទេ9មាន9គ្មានទេ10ហ្នឹងលោកតាដោះប្រាថ្នាទេវតាថាមាន1មានផែនដីមាន2មានព្រះអាទិត្យព្រះច័ន្ទមាន3មានគុណពុទ្ធពធព្រះសង្ឃមាន4មានពីទាំង4មាន5មានសិល5មាន6មានឋានសួគ៌6ជាន់មាន7មានភ្នំ7ជុំវិញភ្នំព្រះ